មហាចៅនៅទល់ដែនក៏សិក្សាពាក្យគុណលេសសទ្ធាកិច្ចប្រកាសពាក្យសច្ចសម្បងសម្រេងប្រដេះអធិដ្ឋានសង្កេតពីសាច់ក្តីអ្នកចិត្តដំណើរតស្លុតការនឹកខ្លាចអំពីអាក្រក់ការរំពឹងឃើញសាច់ក្តីទុកលំបាកដំណើរអានៅតែធំកតញ្ញូលោកយុសដែលល្បីទូទៅគេឈ្មោះដ៏រុងរឿងប្រឡូកលោកប្រវាយប្រតប់គ្នាច្របូកច្របល់គ្នាមិនដឹងណាជាអ្នកណាបរិយាកាសលោកអាកាសធាតុដែលព័ទ្ធជុំវិញរីមពីហើយដែលតែងតែប្រែប្រួលជាប្រក្រតីសានត្រានគប់ដែលមានការគ្រប់គ្រងឬមានពំនាក់ដែលនាំឲ្យកើតសោកស្រួលហើយភ័ណ្ឌប្រែកិច្ចកើតចលាបលភ្ញាក់ផ្អើលដោយធ្វើសង្គ្រាមនឹងគ្នាឯងដរាបដល់ប្រកិច្ចពុជចក្រផែនដីប្រែផែនទីឬខូចទឹកដីព្រោះផិនកម្ពុជា2. អភិវឌ្ឍបំណិននៅពេលអ្នកអានអត្ថបទនេះអ្នកត្រូវអានដោយយកចិត្តទុកដាក់ដើម្បីឆ្លើយសំណួរទាក់ទងនឹងបរិយាកាសសង្គមខ្មែរប្រភេទអត្ថបទការតែងនិពន្ធការបង្ហាញតួអង្គសង្ខេបអត្ថបទតម្លៃអប់រំគោលអត្ថបទក្រោយប្រយុទ្ធគ្នាស្លាប់រស់ជាមួយនាយកម្មាជាប្អូនរួចមកមានបានចាក់ចេញពីដើមពោធិ៍កាដាស្រែផ្តោតទៅផ្ទះនាយអគីនៅភូមិរហាត់ទឹកដើម្បីព្យាបាលរបួសនិងគេចខ្លួនពីការតាមចាប់របស់ស្ដេចត្រាញ់ជាឪពុកឈ្មោះរមពុតផងហើយក៏ថ្ងៃដំបូងដែលគាត់ចាប់តាមគំនិតតស៊ូដើម្បីបុព្វហេតុជាតិមាតុភូមិដែលកំពុងស្ថិតក្រោមការត្រួតត្រារបស់សៀមមាននឹងចាប់បាតដៃនាយគឺច្របាច់យ៉ាងខ្លាំងជាសញ្ញាយល់ព្រមទៅជីវិតជាមួយគ្នាបុរសបន្តសាច់ក្តីទៅទៀតដូចតទៅទុកយើងជាទុកខ្មែរទាំងអស់គ្នាខ្ញុំមានគ្រោះកាចមួយយ៉ាងធំគឺលៀងទុកខ្មែរធ្វើជនជាតិយើងឲ្យរុងរឿងឡើងវិញធ្វើយ៉ាងណាតស៊ូដោយខ្ញុំតែងនិយាយប្រាប់បងមុនស្រាប់ហើយបាទខ្ញុំក៏ស៊ូដែរតាត្រូវតែយើងក៏ស៊ូវាខ្លាំងវារបបគ្រប់គ្រងវាគំនិតខ្ញុំគេជាប់ស្រុកខ្មែរមកខ្មែរវិញតាមកន្លងអ្នកស្នេហាជាតិយល់ព្រមពេញទីអគីក្រាបឈរលើកដៃសទ្ធាមាននឹងញញឹមតែការតស៊ូមិនមែនជាការងាយទេអ្នកតស៊ូដើម្បីជាតិក៏ជាអ្នកដែលមានចិត្តស្អាតល្អចេះរកស្រឡាញ់គេអាណិតគេរួចចង់ជួយគេមែនគឺជាអ្នកដែលរំទងមិនចេះនឹងមិនខ្លាចការមានចិត្តអំណត់ក្នុងកិច្ចការតើបងអ្នកតស៊ូគឺមនុស្សដែលហ៊ានលុបបងប្រយោជន៍ផ្ទាល់ខ្លួនមានបុណ្យស័ក្តិទ្រព្យសម្បត្តិប្រពន្ធកូនជាដើមអ្នកតស៊ូមានតែទុកជួបតែសាច់ក្តីអត់ឃ្លានគ្មានពេលសប្បាយមួយពេលទុំនេះទេរួចមានពេលខ្លះរជាប់គុករងទុកទោសរហូតដល់ស្លាប់បាត់បង់ជីវិតផងចេញទៅតស៊ូគឺប្រះព្រាត់អស់ចំណងស្នេហាទាំងឡាយដែលចងយើងដើម្បីឈោងចាប់យកភពមួយថ្មីដែលយើងអាចដាក់ឈ្មោះមនុស្សហៅបានថាភពឯកាឬភពសង្កេតនៅចុងក្រោយបំផុតចេញទៅតស៊ូគឺចេញទៅបួសតែបួសនោះនៅមាននីតិធ្ងន់ជាងបួសធម្មតាទៅទៀតគឺបួសដើម្បីព្រះពុទ្ធសាសនាផងបួសដើម្បីជាតិផងដើម្បីសាច់ក្តីសុខនិងសាច់ក្តីចម្រើនរបស់មនុស្សទាំងអស់លើទ្វីបលោកផងទឹកពុះហើយឬនាយអគីសួរផ្លែចូលចង្ក្រានកាន់យកកំសៀវមួយចេញមកអ្នកលាងចានដែកមួយយ៉ាងស្អាតរួចចាក់ទឹកពុននោះក្នុងបានដែកអ្នកយកកម្មវត្ថុធ្វើសម្លៃរួចលុបលាងមុខរបួសយ៉ាងថ្នមរំរបួសណូតយ៉ាងស្រួលបុរសធ្វើផងនិយាយផងថាគឺជាកតញ្ញូមួយយ៉ាងចំណានដែលយើងតាំងខ្លួនយើងជាអ្នកតស៊ូនេះខ្ញុំសប្បាយចិត្តខ្លាំងណាស់ដោយយល់ច្បាស់ថាលោកគ្រូនឹងឆ្នាំនេះបានគិតត្រូវមិនអីទេយើងតាំងខ្លួនយើងជាអ្នកតស៊ូបានពេញទីពីព្រោះយើងមិនដែលធ្វើអ្វីអាក្រក់នឹងអ្នកណាយើងមិនដែលប្លន់អ្នកណាយើងមិនដែលសែបសុរាលេងបៀលួចកូនគេយើងជាអ្នកបួសស្រេចទៅហើយ
ចុះមិត្តយើងងោទៀតទៅតាមយើងទេទៅប្រកាសជាទៅដាច់ខាតយើងទៅតាមទីកន្លែងត្រង់ណាកងដឹងទេតែឥឡូវនេះត្រូវដឹងថាយើងឈប់ចូលស្រុកហើយជ័យយោលោកគ្រូហ៊ីរួចហើយឥឡូវសូមលោកគ្រូសម្រាប់ចុះរកខ្ញុំយាមមាត់ទ្វារជូនមានខ្លះសាច់ចាប់ដៃនេះក៏ជាប់នៅស្ងៀមមួយស្រុកបក់រួចនិយាយថាយាមឯណាខ្ញុំមិនទាន់បានសួរបងឯងផងនាយគឺធ្វើមុខស្មាតើកាលពីយើងបែកគ្នានោះបងឯងមានទុកយ៉ាងណាខ្លះមិនប្រាប់ខ្ញុំផងនាយអាគីឡើងស្រងោកស្រងាត់ឆ្លើយថាបានខ្ញុំបានប្រឡូកជាមួយខ្លាំងដែលរោមខ្ញុំដូចស្រមោចគេចាប់ខ្ញុំបានខ្ញុំនឹកថាអស់បានជួបមុខលោកត្រហើយគេយកខ្ញុំទៅសម្លាប់ខ្ញុំញញឹមពីមុនក្តីមរណភាពនេះបាទខ្ញុំញញឹមព្រោះខ្ញុំពេញចិត្តនឹងស្លាប់ព្រោះខ្ញុំបានស្លាប់ដោយបានបម្រើបុព្វហេតុមួយដីល្អគឺមាតុប្រទេសនិងជនជាតិយើងពិតកាប់ជូនពេលនោះនៅវេលាយប់ចង្រិតយំអំពិលអំពេកហាខ្យល់បក់ផ្កាយប្រងព្រាស្រីម្នាក់ជាបុត្រីមេកងមានចិត្តអាណិតខ្ញុំបានលួចចូលមកដោះលែងខ្ញុំបរិយាកាសនៃកិច្ចសន្ទនាក៏ប្រែរីករាយវិញសំឡេងបាទនាងនោះល្អចិត្តកំឡោទៀតគេជាខ្ញុំរត់ទៅចុះខ្ញុំឃើញមុខនាងស្រពើខ្ញុំក៏ប្រាប់នាងថាអូនកុំមើលងាយបងមិនមែនជាមនុស្សចិត្តអន់រត់ពីកាត់តាប់ដៃខ្លាំងទេអូនជាខ្លាំងនឹងបងឥឡូវត្រូវការអូនហ៊ានយកកាំបិតមកបុកត្រង់ចុងដង្ហើមបងឲ្យស្លាប់ទៅមិនគប្បីមកដោះលែង16ដោយលួចលាក់ទេនាងអបដៃខ្ញុំដែលជាប់ចំណងនិយាយសុខសួរថាបានអូនសូមទោសផងអូនជាមិត្តនឹងបងដែលមកនោះលេងបងនេះជាកតញ្ញូមួយរបស់អូនដោយបានជួយជីវិតអ្នកស្នេហាជាតិម្នាក់អូនមិនមែនខ្លាំងរបស់បងទេអូននិយាយនឹងបងមិនបានវែងឆ្ងាយទេតែអូនសូមបងជ្រាបជាសប្តាហ៍នេះអូនជាមនុស្សរបស់ខ្លាំងពួកនេះបង្កឲ្យស្រុកយើងបង្ហូរឈាមគ្នាកាប់សម្លាប់គ្នាប្រត់ប្រាស់គ្នាបែកគូស្នេហាបែកប្រពន្ធកូនបែកគ្រួសារដំបងពាក្យនេះសង្គ្រាមធ្វើឲ្យអូនជាស្រីក្រៀមក្រំជានិច្ចក្រៀមគ្មានពេលហើយក្រៀមរាល់ពេលវេលាយប់ថ្ងៃព្រឹករសៀលងាយអូនរាប់ពេលរាប់ម៉ោងរាប់នាទីថ្មិចភ្នែកសួរថាតើកាលណាទៅបានសុខអូនចង្អៀតចិត្តណាស់បងខ្ញុំឆ្លើយតបថាអូនមានចិត្តដូចបងដែលខំច្បាំងនេះក៏ដើម្បីសេចក្តីសុខសាន្តត្រានដែរដើម្បីឲ្យបានសុខនេះលុះត្រាតែស្រុកត្រូវបានជាស្រុកអ្នកជាស្រុកខ្ញុំគេចម្បាំងនៅតែមានស្រុកមិនយុត្តិធម៌សង្គ្រាមនៅតែនេះស្រុកមានកំណត់ប្រកាន់ពួកក្រុមការភ័ន្តប្រែនៅតែកើតបងច្បាំងនេះពុំមែនធ្វើឲ្យអូនខ្លាចអូនព្រួយយំបារម្ភនោះទេអូនដឹងច្បាស់ណាស់បងធ្វើត្រូវអូនស្អប់ចម្បាំងរូបរាងទេតើគឺអូនស្អប់ខាងក្រុមពួកខ្ញុំសពថ្ងៃនេះបងមិនទៅណាទេសូមបងអាណិតអូនអញ្ជើញទៅចុះទុកជីវិតបងដើម្បីបម្រើសន្តានចិត្តខ្ពស់មួយដែលជាសន្តានចិត្តខ្មែររាល់គ្នាឲ្យបានសម្រេចទៅចុះអូនជាខ្មែរឬខ្លាំងប៉ាអូនជាខ្មែរបងទៅណាមិនរួចទេបងចង់ស្ដាប់សំដីអូនចង់ស្លាប់រស់ជាមួយអូនទេបងអាណិតខ្មែរទាំងពួងផងត្បិតខ្មែរទាំងអស់ត្រូវការបងទៅអញ្ជើញទៅបងនារីយំសោកស្ទើរបោកខ្លួននៅលើដីដោយខ្ញុំពុំព្រមរួចខ្លួនសោះនោះសូមលោកគ្រូគិតមើលតើឲ្យខ្ញុំទៅណារួចបើទុកស្រីកំសត់នេះជាកំណប់មាសទៅហើយដល់ក្រោយមកខ្ញុំក៏បបួលនាងទៅជាមួយខ្ញុំរាត្រីកំសត់លោកគ្រូ
ខ្ញុំសូមសម្រក់ទឹកភ្នែកមួយដំណក់ចុះនៅលើសេចក្តីស្នេហាដ៏ស្មោះត្រង់នេះបាទប្រមុខទៅជាមួយខ្ញុំពីព្រោះថ្ងៃចិត្តរកជីវិតខ្ញុំចិត្តស្លាប់ហើយនាងយើងចេញដំណើរទៅមិនយូរប៉ុន្មានកងរំខ្លាំងដេញតាមជាប់ពីក្រោយឲ្យលោកគ្រូហើយនាងនោះមិនរួចព្រួលនាងពុំធ្លាប់រត់ពេលនោះរត់សោខ្លាំងក៏កាន់តែចិត្តមកខ្ញុំដកព្រួយបាញ់ក៏វិញដោយដេកញ៉ាថាឲ្យស្លាប់ជាមួយគ្នាបុលតស៊ូបានប្រមាណមួយសន្ទុំនៅធំខ្លាំងពន់យើងជំវិញខ្លួនអស់បាទពេលនោះព្រួយអាសេប៉ះមួយយ៉ាងកំណាចសួរមកត្រូវនាងចំកាដាខ្នងអូនជាទូជីវិតដួលដេកលើចដកស្រង់នឹងការសម្រួលពីរឿងមហាចៅទូដែនរបស់លោកសាងសាភិទី2121025សំណួរ1តើអត្ថបទនេះដកស្រង់ចេញពីរឿងណានិពន្ធនៅឆ្នាំណាស្ថិតក្នុងបរិយាកាសសង្គមដូចវិតិច2តើតួអង្គណាដែលត្រូវនឹងចំណងជើងអត្ថបទតួអង្គនោះជាមនុស្សដូចវិតិចចូលរកភ័ស្តុតាងបញ្ជាក់3ហេតុអ្វីបានជានាយអគិពេញចិត្តនឹងស្លាប់នៅចំពោះមុខសត្រូវ4តាមរយៈសមតីនាយអគិថាកូនក្រមុំមេកងខាងខ្លាំងមកបោះលែងគាត់តើខ្លាំងនោះជាពួកអ្នកណាតើនាងធ្វើបែបនេះត្រឹមត្រូវដែរឬទេព្រោះអ្វី5រឿងនេះជារឿងប្រភេទណាព្រោះអ្វី6ក្នុងនាមជាពលរដ្ឋម្នាក់ប្រសិនបើជួបអំពើរំលោភឈ្លានពានពីសំណាក់សត្រូវមកលើសង្គមតាអ្នកមានគំនិតដោះស្រាយបែបណា